នេះគឺជាព័ត៌មានសំខាន់ដែលយើងគួរយល់ដឹងបាទខ្ញុំបាទឈ្មោះតាំងវណ្ណាគឺជាស្ថាបនិកដែលបង្កើតគណិតវិទ្យាដែលគេហៅថា AI Casio ណាបាទដើម្បីជួយដោះស្រាយហៅថាការងាររកស៊ីឬមួយក៏ការងារធ្វើទូទៅនៅក្នុងពិភពសក្តានុពលមួយដែលគេហៅថាយើងនឹងទៅវាស្តៀង The God of Money បាទរឿងហ្នឹងគឺស្តៀងរឿងនិទាន The God of Money បាទដោយសារតែខ្ញុំបានទទួលរបស់ពិសេសមួយគឺវាហាក់បីដូចជាចម្លែកហើយខ្ញុំចេះបាទចេះគណនាគណិតវិទ្យាដើម្បីរកលុយបាទពីអឺរ៉ុបណាពីអឺរ៉ុបមកធនាគារយើងបាទដូច្នេះហើយដើម្បីរកលុយពីអឺរ៉ុបមកធនាគារយើងគ្រាន់តែទី1ណាបាទយើងទៅយល់ដឹងអំពីនេះបាទទៅយល់ដឹងអំពីការងារមួយចំនួននេះបាទហើយនេះជ្រៅណាស់ចាំជំរាបពេលក្រោយពូវែងពេកបាទណាបាទបន្តមកទៀតយើងយល់ដឹងអំពីថាតើលុយយើងណាបើសិនជាលុយយើង250 500 1000 100,000យើងគួរតែអឺទិញលក់ទំហំកម្រិតណាណាបាទដើម្បីយើងការពារដើមទុនរបស់យើងកុំឲ្យខូចខាតបាទណាបាទបាទមួយទៀតនោះគឺតកតងទៅនឹងអានេះវាគឺជាតម្លៃមាសនៅអឺរ៉ុបហើយតម្លៃមាសនៅស្រុកខ្មែរបាទណាអាហ្នឹងបាទបញ្យល់កន្លែងនេះក៏ចំណាយពេលកន្លះម៉ោងទៅម៉ោងដែរបាទខ្ញុំសូមទៅមើលបន្តទៀតបាទហើយអ្វីដែលយើងគួរយកបន្តទៀតគឺនេះបាទណានេះគឺជាធនាគារយក្សបាទដែលគេធនាគារយក្សនោះគឺគ្រប់គ្រងលុយបាទណាគ្រប់គ្រងលុយបែបនេះជំនឿណានេះបាទនេះបាទនៅក្នុងធនាគារហ្នឹងគឺគេចង់បញ្ជាក់ថាធនាគារតែហ្នឹងណាគ្រប់គ្រងលុយរហូតទៅដល់រាប់ពាន់ billion បាទអឺគឺរាប់ trillion បាទច្រើនណាស់បាទហើយធនាគារទាំងអស់ហ្នឹងគឺគេអនុញ្ញាតឲ្យយើងធ្វើការទិញលក់បាទទិញលក់ដុល្លារជប៉ុនទិញលក់ដុល្លារអឺអឺយេនទិញលក់ដុល្លារញូហ្សេឡង់ហូហែបោណាបាទណាបាទហើយបន្តមកទៀតហ្នឹងគឺមានក្រុមហ៊ុនមួយដែលគេបោះទីតាំងនៅស្រុកខ្មែរជាង6ឆ្នាំហើយបាទក្រុមហ៊ុននេះឈ្មោះ Blackwell Global ណាបាទដូច្នេះហើយយើងអាចយកលុយរបស់យើងគឺទៅដាក់ចូលទៅក្នុងក្រុមហ៊ុនហ្នឹងបាទដាក់ជាលុយសុទ្ធក៏បានដាក់ជាលុយតាមធនាគារក៏បានដែរហើយយើងប្រើប្រាស់ប្រព័ន្ធរបស់ក្រុមហ៊ុនហ្នឹងណាដើម្បីផ្សារភ្ជាប់ទៅនឹងធនាគារទាំងនេះដើម្បីធ្វើការទិញលក់លុយបាទណាហើយនៅពេលដែលចំណេញយើងដាក់ណាដកលុយតាមក្រុមហ៊ុនហ្នឹងមកកាន់ធនាគារយើងវិញបាទណាបាទហើយនេះគឺក្រុមហ៊ុននៅស្រុកគេបាទហើយនេះគឺជាជីវប្រវត្តិក្រុមហ៊ុនដែលក្រុមហ៊ុនមានកិត្តិយសល្អរាប់ឆ្នាំបាទទាំងដាក់ដកលុយទាំងអតិថិជនដែលមិនដែលមានការខូចខាតបាទណាបាទជីវៈរបស់ក្រុមហ៊ុនបាទហើយអានេះមួយទៀតគឺហៅថា Multi Award Winner Broker បាទគឺក្រុមហ៊ុនបានពានរង្វាន់កិត្តិយសបាទជាង10ឆ្នាំហើយអានេះគឺក្រុមហ៊ុនហ្នឹងល្អស្អាតទើបអាច list ចូល stock បាទ stock exchange បាទ New Zealand Stock Exchange បាទណាឥឡូវនេះគឺជាបើសិនជាប្រជាជននៅ New Zealand គាត់អាចទិញ stock របស់Blackwell ហ្នឹងគឺមិនបាច់ធ្វើអីទេគាត់អាចដេកស៊ីបានណាគាត់ទិញ stock បាទទិញ stock ក្រុមហ៊ុនហ្នឹងតែម្ដងណាបាទគាត់មាន1លានឬក៏2លានគាត់ទិញទៅបាទគាត់រងចាំទទួលការប្រាក់ជាឆ្នាំត្រឡប់ទៅវិញពីក្រុមហ៊ុនហ្នឹងបាទដែលហៅថា stock exchange ណាបាទទី3ក្រុមហ៊ុននេះមាន license security ពី Bahamas បាទណា Bahamas ណានេះ license គេបាទនេះគឺអ្នករៀនជ្រៅជ្រះបានគាត់យល់ហើយបើសិនជាយើងចង់យល់យើងអាចចូលទៅ website នេះដើម្បីស្រាវជ្រាវបន្តទៀតបាទព្រោះនេះគឺស្រាវជ្រាវអាចប្រើពេលមួយអាទិត្យបាទណាហើយនេះគឺទៀតហើយបាទគឺគេបញ្ជាក់អំពី license លេខ license របស់គេណាបាទនេះណាបាទហើយនេះគឺ Hong Kong license ណា Hong Kong license បាទហើយនេះគឺ Cyprus បាទ Cyprus license បាទហើយនេះគឺ United Kingdom បាទ license បាទណា Financial Conduct Authority ណាយើងអាចឆែកបាននេះ fca.org.uk ណាបាទណានេះបាទហើយនេះ license វិទ្យាករនៅប្រទេសកម្ពុជារបស់យើងបាទណាបាទបាទបាទណាអូខេហើយនេះគឺបើកសម្ពោធនៅកម្ពុជានៅឆ្នាំ2017ខែ12ណាបាទនេះគឺជាជីវប្រវត្តិក្រុមហ៊ុនដែលល្អ
ដែលយើងអាចទុកចិត្តរកស៊ីជាមួយបានសំខាន់គឺយើងត្រូវតែមានបច្ចេកទេសនោះគឺ AI Casio បាទដែលខ្ញុំបាទឈ្មោះតាមវណ្ណា AI Casio បង្កើតរូបមន្តគណិតជាណាដើម្បីឲ្យយើងបំពេញលេខណាឲ្យងាយចំដើម្បីយើងរកស៊ីចំណេញលុយណាចំណេញលុយបាទអូខេដូច្នេះព័ត៌មានអំពីជីវប្រវត្តិក្រុមហ៊ុនហើយនិងជីវប្រវត្តិខ្ញុំដែលបង្កើតគណិតវិទ្យាគឺមានតែប៉ុណ្្នឹងបាទសូមអរគុណជំរាបលា